ឥណ្ឌូនេស៊ីបានសម្រេចផ្អាកការចុះឈ្មោះរបស់ TikTok ជាអ្នកផ្គត់ផ្គង់សេវាប្រព័ន្ធអេឡិចត្រូនិកដោយសារតែក្រុមហ៊ុនបណ្ដាញសង្គមដ៏ធំនេះបានបរាជ័យនៅក្នុងការប្រកួតទិន្នន័យពេញលេញទាក់ទងទៅនឹងការប្រើប្រាស់មុខងារផ្សាយផ្ទាល់ដែលហៅថា live stream របស់ខ្លួននោះនេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ការផ្អាកនេះគឺការឡើងបន្ទាប់ពីលោក Alexander Sabah ដែលជារដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍និង Digital បានចេញនូវសេចក្តីថ្លែងការណ៍ថាគណនីមួយចំនួនដែលមានទំនាក់ទំនងទៅនឹងសកម្មភាពល្បែងអនឡាញបានប្រើមុខងារផ្សាយផ្ទាល់របស់ TikTok ដើម្បីរកប្រាក់ចំណូលគណៈដែលការតវ៉ាថ្នាក់ជាតិគឺបានផ្ទុះឡើងកាលពីចុងខែសីហាដល់ខែកញ្ញារដ្ឋាភិបាលឥណ្ឌូនេស៊ីក៏បានស្នើសុំទិន្នន័យស្តីអំពីចរាចរណ៍ការផ្សាយផ្ទាល់និងការរកប្រាក់ចំណូលពីក្រុមហ៊ុន TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Biden របស់ចិនដើម្បីត្រួតពិនិត្យផងដែរទោះបីជាយ៉ាងណាក៏ដោយលោក Samba គឺបានបញ្ជាក់ថាក្រុមហ៊ុនគ្រាន់តែផ្ដល់នូវទិន្នន័យមួយផ្នែកតែប៉ុណ្ណោះដោយលើកឡើងអំពីនីតិវិធីផ្ទៃក្នុងរបស់ខ្លួនលោកបានសង្កត់ធ្ងន់ថាដូច្នេះក្រសួងទូរគមនាគមន៍និង Digital បានចាត់ទុក TikTok ថាបានបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្នុងនាមជាអ្នកផ្ដល់សេវាអេឡិចត្រូនិកឯកជនស្របតាមបទបញ្ញត្តិដែលតម្រូវឲ្យក្រុមហ៊ុនដែលបានចុះឈ្មោះទាំងអស់ត្រូវប្រគល់ទិន្នន័យទៅរដ្ឋាភិបាលនោះគួរជម្រាបជូនផងដែរថាទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាខ្លួននៅតែអាចចូលប្រើកម្មវិធីនេះបានជាធម្មតានៅថ្ងៃសុក្រកន្លងទៅហើយនៅមិនទាន់បានច្បាស់នោះទេថាតើការចូលប្រើ TikTok ទាំងមូលគឺត្រូវបានបិទទាំងស្រុងឬក៏អត់នោះទេក្រុមហ៊ុន TikTok ដែលមានគណនីជា100លាននៅក្នុងប្រទេសឥណ្ឌូនេស៊ីមិនបានឆ្លើយតបទៅនឹងសំណើសុំការអធិប្បាយជុំវិញបញ្ហាទាំងអស់នេះទេ